ដោយឡែកប្រធានក្រុមប្រឹក្សាខ្លមមើលកម្ពុជាលោកម៉ែណាតនិយាយថាការចាប់ខ្លួនលោកហេងសធីហាក់បង្ហាញកាន់តែច្បាស់ថាគ្រួសារហ៊ុនកំពុងការពារអក្រិតកម្មឆបោកដោយករណីអន្តរជាតិរកឃើញថាមេដឹកនាំគណៈបកប្រជាជនកម្ពុជាជាមេខ្លោងនៃអក្រិតកម្មឆបោកឆ្លងដែនអន្តរជាតិយើងចង់ជម្រាបជូនពលរដ្ឋថាមេដឹកនាំក្រុមហ៊ុនសាហ៊ុនហ្នឹងគឺជាមេដឹកនាំផ្ដាច់ការជាមេដឹកនាំគិតតែផលប្រយោជន៍ខ្លួនឯងហើយជាមេដឹកនាំដែលនាំឲ្យប្រទេសកម្ពុជានឹងរងហានិភ័យហើយប្រជាពលរដ្ឋរងធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះតចំនួនអាហ្នឹងអញ្ចឹងលហើយប្រជាកម្ពុជាប្រជាពលរដ្ឋគួរតែចេញក្រោកឡើងទាមទារយុត្តិធម៌អត់អាចរំពឹងក្រុមគ្រួសារលោកហ៊ុនសែនដឹកនាំប្រទេសល្អបានទេមានតែប្រជាពលរដ្ឋទេចេញទាមទារយុត្តិធម៌សម្រាប់ខ្លួនឯងហើយការទាមទារនេះគឺវាស្របនឹងស្មារតីរដ្ឋធម្មនុញ្ញផងមិនជាខុសទេអញ្ចឹងនាំគ្នាទាមទារទៅអត់ខុសទេមួយវិញទៀតលោកម៉ាណាត់អះអាងថាវិធានចាប់ខ្លួនបែបនេះដោយគ្នាទៅនឹងមេដឹកនាំផ្ដាច់ការនៅប្រទេសកូរ៉េខាងជើងការពារផលប្រយោជន៍គ្រួសារទោះក្នុងទម្រង់អក្រិតកម្មក្តីប្រទេសកម្ពុជាយើងបច្ចុប្បន្នហ្នឹងធ្លាក់ទៅដល់ស្ថានភាពស្រដៀងគ្នានឹងស្ថានភាពនៅកូរ៉េខាងជើងហើយយ៉ាងហោចនោះក៏មានរឿង3យ៉ាងដែរដែលស្រដៀងគ្នាមែនទែននោះទី1គឺដឹកនាំប្រទេសបែបគ្រួសារនិយមបពុនិយមទី2គឺប្រើបណ្ដាញរដ្ឋាភិបាលហ្នឹងគម្រាមកំហែងឆ្លងដែនគម្រាមកំហែងឆ្លងប្រទេសជាពិសេសគឺធ្វើបាបអ្នកជ្រាបតែអ្នកជាតិនិយមអីជាដើមហ្នឹងហើយទី3គឺប្រើបណ្ដាញរដ្ឋាភិបាលនៅពីខាងក្រោយខ្នងនៃបណ្ដាញអក្រិតកម្មឆបោកអនឡាញចាប់ជំរិតអនឡាញហើយដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា